ចឹងសម្រាប់ទីផ្សារមាសបច្ចុប្បន្នហ្នឹងអ្នកវិនិយោគគួរតែផ្ដោតសំខាន់ទៅលើព័ត៌មានប្រភេទម៉េចណាដើម្បីដឹងអញ្ចឹងនៅក្នុងនេះយើងឃើញថានៅក្នុងខែ5គឺមានសង្គ្រាមនៅតែបន្តហើយទៅពេលទីផ្សារមាសយើងទៅមើលទាំងអស់គ្នាទៅគឺវាធ្លាក់ចុះទេមែនទេសួរថាហេតុអីបានជាមាសធ្លាក់អញ្ចឹងវាតាក់ទិនទៅនឹងប្រាក់ដុល្លារនេះវិញទេណាអញ្ចឹងប្រាក់ដុល្លារនេះសួរថាបែបម៉េចអញ្ចឹងប្រហែលថ្ងៃនឹងឬក៏សប្តាហ៍មុននេះគឺយើងឃើញមានការធ្លាក់ចុះមកឃើញទេអញ្ចឹងហេតុផលដោយសារអ្វីគឺដោយសារតែប្រាក់ដុល្លារខ្លាំងអូខេបាទប្រាក់ដុល្លារខ្លាំងបងប្អូនទាំងអស់គ្នាអានេះខ្ញុំសុំនិយាយមកកលៈសិនណាអញ្ចឹងប្រាក់ដុល្លារខ្លាំងដោយសារអ្វីហើយយើងសង្កេតឃើញបែបម៉េចធនាគារកណ្ដាលសហរដ្ឋអាមេរិកទម្លាក់អត្រាការប្រាក់ឲ្យនៅដូចជានៅបាទហើយគោលជំហររបស់គាត់បែបម៉េចរក្សា